កសិកររីករាយគណៈតម្លៃស្រូវឡើងដល់900រៀលទៅជាង1000រៀលក្នុង1គីឡូក្រាមគណៈពេលដែលកសិករកំពុងមមាញឹកក្នុងការប្រមូលផលឈ្មួញបានចុះទៅទិញស្រូវដល់ទីវាលដោយផ្ដល់តម្លៃសមរម្យចន្លោះពី900រៀលដល់ជាង1000រៀលនៅក្នុង1គីឡូក្រាមតម្លៃនេះមានការប្រែប្រួលតាមប្រភេទស្រូវនិងទីតាំងនៃការទិញលក់រវាងការទិញដល់ស្រែផ្ទាល់និងការដឹកជញ្ជូនទៅលក់ដល់រោងម៉ាស៊ីនកសិករមួយរូបនៅស្រុកសង្កែបានសម្ដែងក្តីរីករាយដោយលើកឡើងថាតម្លៃស្រូវបច្ចុប្បន្នស្ថិតក្នុងកម្រិតល្អដែលអាចឲ្យពួកគាត់ទប់ទល់នឹងថ្លៃចំណាយផ្សេងៗនិងនៅសល់ប្រាក់ចំណេញសមរម្យគាត់បានសម្ដែងក្តីសង្ឃឹមថាតម្លៃស្រូវនឹងបន្តរក្សាស្ថិរភាពឬអាចស្ទុះឡើងថ្លៃជាងនេះបន្ថែមទៀតកាន់តែល្អយោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងដែលបានបញ្ជូនមន្ត្រីចុះតាមដានតម្លៃស្រូវនៅស្រុកសង្កែនិងស្រុកបវលនាថ្ងៃទី20ខែសីហាឆ្នាំ2026នេះបានឲ្យដឹងថាតម្លៃស្រូវតាមប្រភេទនិងទីតាំងមានដូចខាងក្រោមទី1តម្លៃស្រូវទិញទីវាលដោយផ្អែកលើគុណភាពស្រូវសែនក្រអូប1020រៀលក្នុង1គីឡូក្រាមស្រូវស្រងែ990រៀលនៅក្នុង1គីឡូក្រាមស្រូវ OM 5451 900រៀលនៅក្នុង1គីឡូក្រាមទី2តម្លៃស្រូវដឹកដល់រោងម៉ាស៊ីនវិញដោយផ្អែកលើគុណភាពស្រូវសែនក្រអូប1070រៀលនៅក្នុង1គីឡូក្រាមស្រូវស្រងែ1040រៀលក្នុង1គីឡូក្រាមនិងស្រូវ OM 5451តម្លៃ950រៀលនៅក្នុង